បងប្អូនពាក្យច្រើនធ្លាប់តែមូគួងញ៉ាំមួយទឹកត្រីជូរអែមត្រូវអត់ថ្ងៃនេះខ្ញុំមូគួងខ្ចប់ជាមួយសាច់ជ្រូកចុចជាមួយទឹកសៀងវិញម្ដងណាបងប្អូនទីមូគួងដូចតែគេដូចតែឯងណាទេបងប្អូនផ្លែកទៅរឿងទឹកសៀងទេបងប្អូនថ្ងៃនេះហ่าខានទៅវៀតណាមយូរពេកបងប្អូនហើយបែកកណិតធ្វើញ៉ាំខ្លួនឯងអស់ហើយឥឡូវមកបងប្អូនអញ្ជើញមកមើលវិធីធ្វើទឹកសៀងមួយខ្ញុំទាំងអស់គ្នាជាដំបូងយើងត្រូវមានខ្ទឹមសខ្ទឹមក្រហមហ្នឹងយើងលីងវាឲ្យឡើងឈ្ងុយសិនទៅបងប្អូនពេលដែលលីងវាឈ្ងុយហើយចាំយើងចាក់ទឹកសៀងដបរបស់យើងចូលទៅតទៅចាក់សៀងដបហើយយើងចាក់អាសៀងដែលយើងក្លុកជាមួយទឹកណាបងប្អូនបើសិនជាបងប្អូនចូលចិត្តរៀងរាវបងប្អូនអាចក្លុកដាក់ទឹករៀងច្រើនជាងហ្នឹងក៏បានដែរខ្ញុំបន្ថែមវាជាមួយម្សៅស៊ុបមួយស្លាបព្រាខ្ញុំបន្ថែមវាជាមួយស្ករ2ស្លាបព្រាទៀតណាបងប្អូនតមកបងប្អូនភ្លក់តាមការចូលចិត្តហើយបងប្អូនចង់រាវចង់ខាប់អីតាមចំណង់ចំណូលចិត្តរៀងខ្លួនអញ្ចឹងសៀងយើងឆាហើយសាច់ជ្រូកយើងឆ្អិនល្មមបងប្អូនសាច់ជ្រូកវិញមិនបាច់ប្រាប់ក៏ដឹងដែរថាត្រូវប្រើសាច់ជ្រូក3ជាន់ណានៅវៀតណាមពេលយើងទៅញ៉ាំគង់គេមានទឹកជ្រលក់ឲ្យយើង3មុខមួយទឹកត្រីជូរអែមមួយទឹកសៀងមួយទៀតទឹកម៉ាំហើយខ្ញុំនេះសែននឹងអាទឹកសៀងនឹងមែនតែនហ្មងណាមូគួងបងប្អូនអត់បានទឹកសៀងនឹងគឺអស់ចិត្តហ្មងពេលទៅវៀតណាមទឹកសៀងរបស់ខ្ញុំនេះពេលដែលទុកឲ្យវាត្រជាក់ទៅវារៀងឡើងខាប់បងប្អូនអញ្ចឹងបើសិនជាបងប្អូនធ្វើបងប្អូនអាចបន្ថែមទឹកឲ្យលើសខ្ញុំក៏បានដែរកាន់តែល្អសារខ្ញុំរៀបញ៉ាំក៏ខ្ញុំបន្ថែមទឹកក្តៅចូលក្នុងទឹកសៀងរបស់ខ្ញុំដែរអញ្ចឹងណាបាញ់ត្រាំងដែលមូគួងអត់ធ្លុះធ្លាយហើយស្វិតល្អឆ្ងាញ់លេខ1បងប្អូនមើលបាញ់ត្រាំងនេះទឹកសៀងដែលយើងឆាហើយណាបងប្អូនយើងរៀបញ៉ាំយើងដាក់វាជាមួយសណ្តែកដីការ៉ុតជាថៅហើយនឹងម្ទេសចូលបងប្អូនកាន់តែឆ្ងាញ់ថែមទៀតសម្រាប់វិធីខ្ចប់គងវិញណាបងប្អូនខ្ញុំមិនមែនអ្នកជំនាញអីទេខ្ញុំមូលញ៉ាំឲ្យតែបានទេបងប្អូនខ្លះបងប្អូនមូលហើយបើដឹងថាខ្លួនឯងភ្លេចនឹងបញ្ចុកក៏មានដែរវីដេអូមូគងទឹកសៀងបានចប់ហើយបងប្អូនស្រឡាញ់ចូលចិត្តជួយ like ជួយ share follow page ម្នាក់មួយផងណា